មើលខ្ញុំព្រឺសម្បល់បងប្អូនខ្ញុំមកសៀមរាប30ដងជាងហើយក៏ប៉ុន្តែនេះគឺជាលើកទី1ដែលខ្ញុំមកដល់កន្លែងនេះគឺជាកន្លែងដែលខ្ញុំចង់មកឃើញបំផុតផងដែរមានតែតើឃើញគាត់ជិះកាត់5នាទីតែមុខតិចទៀតដល់ប្រាសាទហើយចាគុណខ្ញុំមកដល់ភ្នំគូលែនខ្ញុំនឹកឃើញឃ្លាចុងក្រោយមួយនៃបទទេវរាជរបស់បងទេវព្រឹកឃ្លាចុងក្រោយហ្នឹងកំរៈតេងគុជរាជនៅមហន្តរបរិពតហ្នឹងគឺភ្នំគូលែននេះឯងតាមពិតទៅនៅលើភ្នំគូលែនមានកន្លែងលេងច្រើនមែនទែនបងប្អូនទាំងតំបន់ទេសចរធម្មជាតិតាមបែបសាសនានិងប្រាង្គប្រាសាទបុរាណខ្មែរយើងគ្រាន់តែទីតាំងដំបូងដែលខ្ញុំចង់ឃើញបំផុតនោះគឺស្រះដំរីហើយនឹងប្រាសាទអារាមរងចិនប្រាសាទអារាមរងចិនខ្ញុំអត់បានទៅដល់ទេដោយសារតែគម្រោងខ្ញុំទៅនេះគឺបថុចញុចភ្លាមពេកបងប្អូនដូចខ្ញុំនិយាយអញ្ចឹងតើតដេកមួយយប់ពីរយប់បោះតង់នៅលើហ្នឹងបានដើរលេងសពតែម្ដងហើយស្អាតណាស់បងប្អូនហើយបើបងប្អូនសួរខ្ញុំថាចេះមកយូរមិនក៏មិនទៅមានហេតុផលច្រើនទី1ចម្ងាយឆ្ងាយពីក្រុងទី2ដូចរៀងតាក់ទងជាមួយនឹងផ្លូវក្នុងអញ្ចឹងខ្ញុំរៀបរាប់ក្នុងវីដេអូមួយនេះឲ្យតែម្ដងទៅគ្រាន់តែឥឡូវតាក់ទងជាមួយនឹងចម្ងាយផ្លូវរៀងឆ្ងាយពីក្រុងសៀមរាបអាចនឹង90គីឡូណាហើយនៅហ្នឹងនៅឡើងភ្នំអីទៀតអញ្ចឹងចំណាយពេលទៅដល់ស្រះដំរីយ៉ាងហោចណាស់2ម៉ោងជាងហ្នឹងលឿនបំផុត2ម៉ោងជាងបងប្អូនយើងជិះតាមស្វាយធំអញ្ចឹងនៅពេលដែលខ្ញុំមុនចេញពីក្រុងសៀមរាបមកគឺខ្ញុំត្រៀមខ្លួនឲ្យរួចរាល់តែម្ដងយើងរកបាយញ៉ាំឲ្យហើយជាពិសេសគឺមានទឹកអីចាក់សាំងឲ្យពេញអញ្ចឹងទៅហើយមុនចេញដំណើរមកគឺខ្ញុំបានញ៉ាំជាមួយនឹង PEMAX បងប្អូនគឺជាថ្នាំព្យាបាលកាពះដ៏ល្អដែលខ្ញុំដាក់ជាប់ខ្លួនរហូតតែម្ដងជាពិសេសនៅក្នុងដំណើរកំសាន្តពីព្រោះថាមកដំណើរកំសាន្តចេះញ៉ាំអីចេះញ៉ាំអញ្ចឹងណាយើងចង់សាកចង់ប្លែកអាហារតាមតំបន់អីអញ្ចឹងទៅអញ្ចឹងរបស់ខ្លះជូរហឹលរបស់ផ្អាប់អីច្រើនមែនតែនហើយខ្ញុំនេះញ៉ាំបាយអីមិនសូវទៀងទាត់ហ្នឹងរៀងមានបញ្ហាកាពះតិចតួចអញ្ចឹង PEMAX គឺជួយខ្ញុំបានបងប្អូន PEMAX គឺជាថ្នាំព្យាបាលកាពះដែលជួយសម្រួលទៅលើបញ្ហាកាពះច្រើនមុខមែនតែនដូចជាចុកច្អល់ក្នុងកាពះប្រឆាំងអាស៊ីតក្នុងកាពះបំបត្តិការរលាកកាពះនិងបំបត្តិការភើជូរជាដើមហើយងាយស្រួលញ៉ាំណាស់មុនពិសាបងប្អូនកឡុកឬក៏ច្បាច់បន្តិចទៅហើយហែកទៅញ៉ាំជាការស្រេចតែម្ដងហើយបងប្អូនអាចស្វែងរកទិញបាននៅតាមឱសថស្ថាននានានៅក្នុងប្រទេសកម្ពុជាហើយទិញទុកមកប្រអប់ដូចខ្ញុំអញ្ចឹងក៏ស្រួលដែរបងប្អូនមិត្តភ័ក្តិខ្ញុំមានបញ្ហាកាពះពេលយប់ប្រឡប់អីគឺអាចឲ្យគាត់ពិសាបានភ្លាមតែម្ដងហើយតាក់ទងជាមួយនឹងចំណុចទី2ខ្ញុំសូមលើកទៅវីដេអូក្រោយតែម្ដងទៅបងប្អូនដោយសារតែរៀងវែងដែរវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនផ្ដោតទៅលើទីកន្លែងដំបូងនៃដើមកំណើតសម័យអង្គររបស់យើងគឺភ្នំគូលែនឬក៏មហន្តរបរិពតការរៀបរាប់នេះកើតចេញពីចំណេះដឹងដែលខ្ញុំបានដឹងកន្លងមកខ្ញុំអត់បានរៀបចំជា script អីរាយរាប់ជូនបងប្អូនបែបឯកសារនោះទេហើយបើគ្រាន់តែខ្ញុំគ្មាននិស្ស័យផ្នែកនេះគ្រាន់តែយក script យកឯកសារមកនិយាយបងប្អូនអានតាមហន្តរបរិពតហ្នឹងក៏អត់ត្រូវដែរអញ្ចឹងខុសឆ្គងកន្លែងណាសូមអធិស្ឋានផងបងប្អូនដែលចង់ទៅនៅពេលដែលបងប្អូនឡើងទៅដល់គួរតែទៅជាមួយនឹងសហគមន៍គុំដូចខ្ញុំដោយសារតែខ្ញុំអត់មានគម្រោងដូចខ្ញុំនិយាយអញ្ចឹងទោះតែសហគមន៍ជូនទៅបានមានសុវត្ថិភាពអត់វង្វេងក្នុងព្រៃណាបងប្អូនធំណាស់ហើយយើងក៏បានជួយសហគមន៍យើងដែរខ្ញុំទោះតែទៅដល់ខាងក្នុងហើយបានមានលោកពូគាត់ជួយទៅខ្ញុំជូនសកុនគាត់តាមហ្នឹងទៅហើយបងប្អូនអរគុណដល់បងអប្សរានៅខាងនោះមែនតែនអញ្ញាធោគាត់រួសរាយរាក់ទាក់ណាបងប្អូនហើយណាមួយគាត់នៅលើភ្នំរៀងដាច់ពីគេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទៅលេងឲ្យបានច្រើនកុំឲ្យគាត់មានអារម្មណ៍ថាឯកាណាបងប្អូនអញ្ចឹងមុននឹងទៅដល់ស្រះដំរីយើងទៅដល់ប្រាសាទដំរីក្រាបសិនដែលជាប្រាសាទត្រូវបានកសាងឡើងនៅក្នុងសតវត្សទី9ដូចគ្នាដែលដឹកនាំសាងសង់ដោយស្ថាបនិកអង្គរគឺព្រះបាទជ័យវរ្ម័នទី2ប្រាសាទនោះគឺអស្ចារ្យមែនតើនៅពេលដែលជិះសុកនៅក្នុងព្រៃសុកទៅដល់ឃើញប្រាសាទដែលមានតួប៉ម3នៅលើខឿនតែមួយប៉ុណ្ណានៃតែម្ដងស្អាតណាស់បងប្អូនហើយព្រឺសម្បល់តែម្ដងនេះបើសិនជាអ្នកដែលចូលចិត្តប្រាសាទសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រអីគឺពិតជាមានអារម្មណ៍ថាមហាអស្ចារ្យហៅអីកាត់ថ្លៃមិនបាននោះទេហើយបន្ទាប់មកទៀតយើងក៏បន្តទៅស្រះដំរីរូបដំរីនៅតាមរូបថតដែលយើងធ្លាប់ឃើញពីមុនមកតូចទេក៏ប៉ុន្តែបើឃើញចាក់ស្ដែងគឺធំណាស់បងប្អូនធំមែនតែនហើយនៅទីនោះក៏មានដូចជារូបសឹងរូបខ្លាហើយនិងរូបកង្កែបជាដើមស្អាតមែនតែនហើយណាមួយមេឃយើងចិត្តល្ងឹតទៅញ័រហ៊ាននៅយូរទេបានតែមកផ្លែតហើយរូបភាពក៏មិនសូវបានស្អាតផ្ចិតផ្ចង់ច្រើនណាក៏អធិស្ឋានបងប្អូនដូចគ្នាខ្ញុំនៅតែនិយាយដែរថាបើមានឱកាសខ្ញុំចង់ទៅម្ដងទៀតដោយសារតែយើងបានស្គាល់ផ្លូវយើងអាច
ប៉ាន់ស្មានពេលវេលាអីអស់ហើយបើទៅលោកគ្រូមានតែតបោះតង់នៅលើនោះក៏មានសហគមន៍ដែលយើងអាចតបោះតង់ហើយស្អាតផ្លូវបេតុងគេនៅក្នុងភូមិស្អាតបងប្អូនណាមួយយើងទៅដល់នោះយើងដាច់ចេញពីក្រុងយើងជួបអ្នកថាអ្នកស្រុកអង្គរពិតតែម្ដងអ្នកដែលមានចរិតជាអ្នកសៀមរាបពិតប្រាកដតែម្ដងដូច្នេះបន្ថែមពីនេះខ្ញុំក៏ចង់រៀបរាប់អំពីដើមកំណើតដំបូងនៃអាណាចក្រអង្គររបស់យើងដោយផ្សារភ្ជាប់ជាមួយនឹងឃ្លាចុងក្រោយនៃបទទេវរាជរបស់បងស្រីទេបុព្រឹកដែលខ្ញុំបានដាក់នៅលើ intro ណាបងប្អូននិយាយរួមបងប្អូនស្ដាប់បទហ្នឹងឃ្លាចុងក្រោយហ្នឹងដូចរៀបរាប់អំពីការបង្កើតអាណាចក្រអង្គរអញ្ចឹងមានរៀបរាប់ថាដូចដែលខ្ញុំបានច្រៀងបងប្អូនខ្ញុំច្រៀងមិនព្រោះគេមើលឃ្លាចុងក្រោយដែលគាត់និយាយហ្នឹងកំរៈតេងចក្រគុជរាជកំរៈតេងចក្រគុជរាជហ្នឹងគឺពិធីធ្វើទេវរាជហ្នឹងឯងដែលជាពិធីមួយគឺធ្វើឲ្យឋានៈរបស់ស្ដេចខ្មែរយើងខ្លាយទៅជាចក្រវាឡទីនស្ដេចនៃចក្រវាឡនៅមហន្តរបរិពតភ្នំកលែនឆ្នាំ802អភិសេកព្រះបាទជាស្ដេចចក្រពត្តិឆ្នាំ802ឆ្នាំនៃការបង្កើតអាណាចក្រអង្គរជាលើកដំបូងឃ្លាបន្តទ្រង់យាងនៅព្រាហ្មណ៍ហិរញ្ញទានដែលជាអ្នកប្រាជ្ញមកពីជនបទចែកចាំនៅគម្ពីរទាំង4សន្និដ្ឋានដែលជាក្បួនដែលមានពិតប្រាកដព្រាហ្មណ៍ហិរញ្ញទានដែលមកពីជនបទនេះហើយគឺជាព្រាហ្មណ៍ដែលចេះចាំស្ទាត់នៅគម្ពីរទាំង4ដែលក្នុងនោះមានគម្ពីរសំខាន់មួយដែលអភិសេកធ្វើពិធីទេវរាជហើយបទនឹងបន្តទៅទៀតក៏មានរំលេចឡើងនៅឈ្មោះព្រាហ្មណ៍ដ៏សំខាន់មួយទៀតគឺសេវកៃវរយៈណាដោយឫទ្ធិអំណាចនៃតបៈនៃរាជគ្រូសេវកៃវរយៈដោយឫទ្ធិអំណាចនៃទេវរាជសូមឲ្យជ្រាបគ្រប់អាណាចក្រព្រាហ្មណ៍សេវកៃវរយៈនេះហើយគឺជាព្រាហ្មណ៍មួយដែលតាមជាប់ជាមួយនឹងព្រះបាទជ័យវរ្ម័នទី2ដែលព្រះបាទជ័យវរ្ម័នទី2បានជួបនៅទីតាំងផែជានៅបន្ទាយព្រៃនគរខេត្តត្បូងឃ្មុំបច្ចុប្បន្នតាមជាប់រហូតមកដល់ភ្នំគូលែននេះឯងហើយព្រាហ្មណ៍សេវកៃវរយៈនេះគឺជាព្រាហ្មណ៍ដែលទទួលការបង្រៀនពីព្រាហ្មណ៍ហិរញ្ញទានសម្រាប់ធ្វើពិធីធ្វើទេវរាជសម្រាប់រាជាក្រោយៗទៀតហើយមានតែពូជពងរបស់ព្រាហ្មណ៍សេវកៃវរយៈទេដែលអាចធ្វើពិធីធ្វើទេវរាជបានរហូតមកដល់ក្នុងរជ្ជកាលព្រះបាទឧទ័យអាទិត្យវរ្ម័នក៏មានសិលាចារឹកមួយដែលចារឹកដោយពូជពងរបស់ព្រាហ្មណ៍សេវកៃវរយៈនេះឯងដែលដាក់នៅប្រាសាទស្ដុកកក់ធំបច្ចុប្បន្ននៅសៀមដោយសារតែសាលាចារឹកនេះហើយទើបធ្វើឲ្យប្រវត្តិសាស្ត្រយើងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី2រហូតមកដល់ព្រះបាទឧទ័យអាទិត្យវរ្ម័នហ្នឹងគឺច្បាស់លាស់មែនតើជាពិសេសតាក់ទងជាមួយនឹងពិធីធ្វើទេវរាជសម្រាប់ព្រះជាមួយអង្គអញ្ចឹងនេះខ្ញុំនិយាយមកបែបយើងនិយាយគ្នាណាបងប្អូនឲ្យបងប្អូនងាយស្រួលយល់បើថាខ្ញុំនៅរៀបរាប់បែបប្រតិកោតាមពិតរឿងប្រតិកោនិយាយបែប script ហ្នឹងខ្ញុំក៏បកកែដែរដោយសារតែខ្ញុំមានគ្រឹះពីខាងបែបសារព័ត៌មានអញ្ចឹងទៅក៏ប៉ុន្តែនិយាយបែបហ្នឹងគឺបងប្អូនពិបាកនឹងយល់បន្តិចបាទនិយាយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលជ្រាបហើយជាការសិក្សាថ្មីមួយសម្រាប់បងប្អូនដែលអត់បានដឹងដូចគ្នានៅលើភ្នំកលែននេះក៏នៅមានកន្លែងច្រើនទៀតមែនតើបងប្អូនដែលយើងគួរតែមកកំសាន្តមកស្វែងយល់ហើយគឺត្រូវនឹងអីដែលខ្ញុំចង់ដឹងចង់ឮចង់ឃើញតែម្ដងបែបបរិយាកាសធម្មជាតិបែបសាសនាបែបប្រវត្តិសាស្ត្រហ្នឹងអូខ្ញុំចូលចិត្តណាស់បងប្អូនចាំមើលមានឱកាសនឹងបានទៅទៀតហើយនឹងផ្ដិតយកទស្សនវិជ្ជាល្អៗមកចែកម្លែកជាមួយបងប្អូនក៏មាននិស័យមកដល់ស្រាដំរីនៅលើភ្នំគូលែនទីក្រុងមហន្តរបរិពតអូយរំភើបបងប្អូន